បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះហើយចង់បង្ហាញពី view បងប្អូន ណាខ្លះដែលមានផ្ទះសម្បែងណាមានដើមឈើនៅមុខផ្ទះអញ្ចេះផ្ទះនីមួយសិតតែមានដើមឈើនៅតាមមុខផ្ទះទាំងអស់គ្នាមិនថាផ្ទះបងប្អូនណាក៏ដូចផ្ទះបងប្អូនណាដែរហើយទឹកដីមួយនេះខ្ញុំសម័យហាក់បីដូចជាឆ្នាំ1985 90អញ្ចឹងមានដើមក្រូចសពបែបសពយ៉ាងនិយមច្រើនហើយទេសភាពពេលនេះវាពេលព្រឹកព្រលឹមទៀតដល់អញ្ចឹងហើយនារដូវវស្សាអញ្ចឹងខៀវសង្ងោចសងាត់តែម្ដងនេះផ្លែក្រូចថ្លុងបងប្អូននេះក្រូចថ្លុងហើយទេសភាពនៅទឹកដីមួយនេះហើយតិចថាកោះរងកោះអីមែនកោះរងនេះកោះដូចគ្នាបងប្អូនតែមិនមែនកោះរងទេសុទ្ធតែដើមឈើក្រូចថ្លុងនិយាយរួមពូល្អខ្លាំងមែនតើណាបងប្អូនទេសភាពកប់សេរីហ្មងហើយដើមចេកមុខផ្ទះដើមចេកដើមអីចឹងទៅហើយទេសភាពស្ងប់ស្ងាត់នេះផ្លូវលំចាក់បេតុងតូចល្មមហើយរាល់ថ្ងៃអត់សូវមានឡានឆ្វាត់ឆ្វែងញញ៉ៃច្រើនទេរីករាយរួមវារៀងស្ងប់ស្ងាត់មានបងប្អូនយើងចេញចូលរកស៊ីតិចតួចឡានអីហ្នឹងវាមួយអត់មិនជាច្រើនទេប៉ុន្តែបែបស្ងប់ស្ងាត់មែនតើសិតតែដើមឈើដើមព្រៃហើយបើផ្ទះខ្លះតំបន់ផ្ទះខ្លះវិញនិយាយរួមមើលទៅសឹងថាអត់ឃើញផ្ទះទេអត់ឃើញដំបូលផ្ទះទេឃើញតែដើមឈើមុខផ្ទះអញ្ចឹងតលជិះទៅដល់បានឃើញផ្ទះតែម្ដងអញ្ចឹងពោពេញទៅដោយដើមឈើសពបែបសពយ៉ាងនៅលើតំបន់មួយនេះខ្ញុំហៅថាតំបន់ពីដល់ល្អដល់ពិសិដ្ឋហ្មងព្រលឹមឡើងឃើញតែទេសភាពទេនៅនេះបើតាមខ្ញុំស្មានរដូវប្រាំងក៏ដូចជារដូវវស្សាមិនខុសគ្នាប៉ុន្មានទេដោយសារមិនសូវមានកម្ដៅខ្លាំងដូចនៅតំបន់នានាទេហើយបើដីយើងវិញគឺដីខ្សាច់តែម្ដងបងប្អូនប្រភេទដីលបាយខ្សាច់ដីត្រជាក់ចឹងតំណាំសពបែបសពយ៉ាងមិនថាចេកក្រូចខ្នោស្អីផ្សេងហ្នឹងគឺត្រជាក់ដីត្រជាក់ដល់អញ្ចឹងដាំបានភោគផលច្រើនណាបានភោគផលច្រើនមែនតើតំណាំសពបែបសពយ៉ាងទាំងអស់នេះតូចទេក្តាប់ទូចទៀបខ្មែរទៀបប្រាំងមិនបានថាទៀបប្រាំងខ្ញុំឆ្ងល់ដែរព្រោះធ្វើដាំនៅទឹកដីខ្មែរសោះ